ជំរាបសួរនាងខ្ញុំវិជ្ជាបណ្ឌិតលីសូនីនាងខ្ញុំគឺជាគ្រូពេទ្យឯកទេសផ្នែកកុមារថ្ងៃនេះនាងខ្ញុំសូមលើកយកពីអ្វីដែលឪពុកម្ដាយត្រូវដឹងពីភាពពេញវ័យមុនអាយុក្នុងនាមជាឪពុកម្ដាយវាជារឿងធម្មតាដែលគាត់មានការព្រួយបារម្ភពេលដែលកូនមានសញ្ញាពេញវ័យលឿនជាងការរំពឹងទុកខណៈពេលដែលភាពពេញវ័យជាធម្មតាគឺកើតឡើងនៅអាយុពី8ទៅ13ឆ្នាំសម្រាប់ក្មេងស្រីនិងអាយុពី9ទៅ14ឆ្នាំសម្រាប់ក្មេងប្រុសប៉ុន្តែកុមារខ្លះគឺគាត់ជួបប្រទះនៅការផ្លាស់ប្ដូរលឿនជាងធម្មតានេះគេហៅថាភាពពេញវ័យមុនអាយុវ័យទៅគឺជាភាពពេញវ័យមុនអាយុភាពពេញវ័យមុនអាយុហ្នឹងគឺជាពេលវេលាដែលរាងកាយចាប់ផ្ដើមផ្លាស់ប្ដូរទៅជាមនុស្សពេញវ័យដែលមុនអាយុ8ឆ្នាំសម្រាប់ក្មេងស្រីនិងមុនអាយុ9ឆ្នាំសម្រាប់ក្មេងប្រុសដែលយើងសង្កេតឃើញថាធំរបស់គាត់ហ្នឹងគឺចាប់ផ្ដើមផ្លាស់ប្ដូរគាត់ចាប់ផ្ដើមរីកធំជាមនុស្សស្រីមានរោមក្លៀកមានរោមនៅនឹងប្រដាប់ភេទការលូតលាស់របស់គាត់ហ្នឹងគឺលឿនខ្លាំងក្នុងរយៈពេលខ្លីម៉ាសសាច់ដុំឡើងរីកធំគាត់ចាប់ផ្ដើមឡើងខ្ពស់ខ្លាំងគឺរយៈពេលនេះគឺកុមារគាត់មានការលូតលាស់លឿនខុសជាងធម្មតាគាត់អាចធំកាន់តែលឿនហើយកាន់តែខ្ពស់នឹងមានការផ្លាស់ប្ដូររាងកាយច្បាស់ចាប់ផ្ដើមមានក្លិនខ្លួនចំណែកឯក្មេងប្រុសគឺមានដុសរោមដុសពងមាត់ដុសចង្កាបែកសំឡេងដូចជាសំឡេងមាន់គោកចំណែកពងស្វះឬមួយក៏លឹងហ្នឹងគឺចាប់ផ្ដើមរីកធំជាងការរំពឹងទុកហេតុអ្វីបានជាការពេញវ័យលឿនជាកង្វល់ការពេញវ័យលឿនវាអាចជាបញ្ហាប្រឈមទាំងផ្លូវកាយនិងផ្លូវចិត្តទី1គឺកម្ពស់ទាបពេលដែលកុមារចូលវ័យជំទង់លឿនពេកដូចជាក្នុងករណីដែលគាត់ចូលវ័យជំទង់មុនកំណត់ឆ្អឹងរបស់ពួកគាត់ហ្នឹងគឺលូតលាស់យ៉ាងឆាប់រហ័សហើយក៏បិទវិញរហ័សដែរលទ្ធផលទោះបីជាដើមដំបូងគឺគាត់លូតលាស់លឿនក៏ដោយប៉ុន្តែចុងបញ្ចប់ការលូតលាស់របស់គាត់ត្រូវបានបញ្ចប់ដែលធ្វើឲ្យកម្ពស់ចុងក្រោយរបស់គាត់ហ្នឹងគឺទាបជាងដែលគួរត្រូវបានគឺគាត់មានកម្ពស់ទាបជាងក្មេងដទៃទៀតដែលគេពេញវ័យធម្មតាបញ្ហាប្រឈមទី2គឺភាពតានតឹងផ្នែកអារម្មណ៍ដោយសារតែកុមារគាត់មានអារម្មណ៍ថាគាត់ខុសគេអញ្ចឹងគាត់អាចប្រឈមនឹងភាពឯកោការវិវត្តផ្លូវភេទដំបូងហ្នឹងធ្វើឲ្យពួកគាត់ប្រហែលជាមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់អារម្មណ៍ទេបញ្ហាប្រឈមមួយទៀតគឺហានិភ័យនៃបញ្ហាសង្គមគឺគាត់អាចមានការលេងសើចតើភាពពេញវ័យមុនអាយុហ្នឹងគឺបណ្ដាលមកពីអ្វីក្នុងករណីជាច្រើនគេរកមិនឃើញមូលហេតុណាមួយជាក់លាក់នៅឡើយទេប៉ុន្តែមូលហេតុដែលគេស្គាល់មួយចំនួនរួមមានទី1គឺបញ្ហាទាក់ទងជាមួយនឹងប្រព័ន្ធប្រសាទអាចមានដុំសាច់នៅក្នុងខួរក្បាលឬមួយក៏របួសអាចមានបញ្ហាទាក់ទងមួយនឹងជំងឺអរម៉ូនអាចជាកត្តាហ្សែនអាចមកពីភាពធាត់ឬមួយក៏ការប៉ះពាល់ខាងក្រៅនៃអរម៉ូនគឺអរម៉ូនអេស្ត្រូជិនឬមួយក៏អរម៉ូនតេស្តូស្តេរ៉ូនដែលមកពីលេលាបស្បែកឬមួយក៏ការប្រើប្រាស់ថ្នាំហើយវាអាចមកជាករណីកម្រគឺវាអាចមកពីបរិស្ថានឬមួយក៏របបអាហារកត្តាជុំវិញនៅពីក្រោយភាពពេញវ័យរបស់កុមារដែលពុកម្ដាយត្រូវដឹងគឺភាពពេញវ័យវាច្រើនទៅកើតនៅលើអ្នកដែលធាត់និងខ្លាញ់នៅក្នុងខ្លួនច្រើនដោយសារតែកោសិកាខ្លាញ់ផលិតជាតិលឹបទីនហ្នឹងគឺជាអរម៉ូនដែលជួយផ្ដល់សញ្ញាដល់ខួរក្បាលនឹងឲ្យវាចាប់ផ្ដើមពេញវ័យលឿនជាងធម្មតាយើងឃើញច្រើនកើតនៅលើក្មេងដែលអាសាញ៉ាំភេសជ្ជៈជាតិស្ករច្រើនញ៉ាំអាហារសម្រន់កាយច្នៃឬមួយក៏ fast food ច្រើនដែលអាចឲ្យគាត់ឡើងទម្ងន់ខ្លាំងហើយវាមានការប៉ះពាល់ទៅដល់អរម៉ូនរបស់គាត់ធ្វើឲ្យគាត់ពេញវ័យលឿនអញ្ចឹងដំបូងមានជាក់ស្ដែងសម្រាប់ឪពុកម្ដាយគឺត្រូវផ្ដោតទៅលើអាហារដែលមានតុល្យភាពគឺបន្លែផ្លែឈើគ្រាប់ធញ្ញជាតិហ្នឹងគឺត្រូវផ្ដល់ឲ្យកូនលើកទឹកចិត្តឲ្យគាត់ធ្វើសកម្មភាពប្រចាំថ្ងៃឲ្យបាន30ទៅ60នាទីទៅលេងនៅខាងក្រៅគឺល្អណាស់សម្រាប់ពន្យាភាពពេញវ័យរបស់គាត់ដាក់កំហិតម៉ោងអេក្រង់គឺម៉ោងដែលគាត់ចំណាយពេលជាមួយនឹងទូរស័ព្ទដើម្បីកាត់បន្ថយការញ៉ាំអាហារសម្រន់និងទម្លាប់ស្ងប់ស្ងាត់ទី2ភាពពេញវ័យលឿនគឺវាតកតងជាមួយនឹងការទទួលទានប្រូតេអ៊ីនសត្វខ្ពស់ឬទឹកដោះគោច្រើននៅពេលដែលយើងទទួលទានប្រូតេអ៊ីនសត្វច្រើនពេកហ្នឹងគឺដូចជាសាច់ក្រហមដូចជាស៊ុតឬមួយក៏ទឹកដោះគោច្រើនពេកវាធ្វើឲ្យមានជំរុញការលូតលាស់គឺវាធ្វើឲ្យបញ្ចេញអរម៉ូនមួយគឺមានឈ្មោះថា insulin like growth factor 1 insulin like growth factor 1ហ្នឹងគឺជាវាទូនទីវាដូចជាអរម៉ូនអ៊ីនស៊ូលីនក្នុងខ្លួនយើងអញ្ចឹងគឺជាអរម៉ូនដែលស្តុកទុក
ស្តុកទុកនៅជាតិ protein ស្តុកទុកនៅជាតិខ្លាញ់ហើយវាអាចជំរុញឲ្យរាងកាយរបស់យើងហ្នឹងគឺឆ្ពោះទៅរកការវិវត្តមុនអាយុដូចជាក្មេងខ្លះគឺក្មេងអាយុទៅចេះដើរទេតាញ៉ាំទៅដល់គោ4ទៅ5កែវក្នុងមួយថ្ងៃឬមួយក៏ញ៉ាំសាច់គ្រប់ពេលដែលมันមានបន្លែมันមានផ្លែឈើគ្រប់គ្រាន់ហ្នឹងគឺក្មេងហ្នឹងគឺគាត់អាចប្រឈមហើយដំបូងមានជាក់ស្ដែងគឺសម្រាប់កុមារដែលអាយុពី2ទៅ8ឆ្នាំអាចញ៉ាំទៅដល់គោ maximum ត្រឹមតែ2កែវគឺគ្រប់គ្រាន់ហើយសម្រាប់គាត់ហើយត្រូវឲ្យភព protein ដែលមានតុល្យភាពគ្រប់គ្រាន់បន្ថែម protein ដែលមានមូលដ្ឋានមកពីរុក្ខជាតិដូចជាតៅហ៊ូដូចជាសណ្តែកជៀសវាងការប្រើអាហារជារង្វាន់ជាពិសេសអាហារណាដែលសម្បូរទៅដោយជាតិ protein ខ្ពស់ហើយនិងជាតិស្ករខ្ពស់ទី3គឺវាពាក់តកតងជាមួយនឹងការប៉ះពាល់នឹងសារធាតុគីមីដែលវារំខានទៅដល់ប្រព័ន្ធអរម៉ូនសារធាតុគីមីហ្នឹងគឺវាធ្វើត្រាប់តាមឬមួយក៏រារាំងអរម៉ូនធម្មជាតិរបស់យើងធ្វើឲ្យរាងកាយរបស់យើងហ្នឹងវាមានការភាន់ច្រឡំនិងបង្កឲ្យឆាប់ពេញវ័យកន្លែងដែលយើងរកឃើញច្រើនហ្នឹងគឺទី1គឺនៅធុងផ្លាស្ទិកជាពិសេសគឺmicrowave ដែលប្រើជារបៀបជាជ័រផ្លាស្ទិកផលិតផលមិនមែនជាសរីរាង្គដែលមានសំណល់ថ្នាំសម្រាប់សត្វល្អិតសាប៊ូកក់សក់លេឬទឹកអប់មួយចំនួនដែលមានជាតិប៉ារ៉ាប៊ីនឬមួយក៏ជាតិផតថាឡេតចឹងដំបូងមានជាក់ស្ដែងសម្រាប់ប៉ាម៉ាក់គឺត្រូវជៀសវាងអាហារ microwave ដែលមានជាតិផ្លាស្ទិកអាចប្រើឬក៏ចានថ្មឬមួយក៏ដែកអ៊ីណុកសម្រាប់អាហារឬមួយក៏ភេសជ្ជៈជ្រើសរើសផលិតផលថែរក្សាស្បែកដែលគ្មានជាតិផារ៉ាប៊ីនឬគ្មានក្លិនក្អូបសម្រាប់កុមារលាងផ្លែឈើនិងបន្លែឲ្យស្អាតឬក៏ជ្រើសរើសសារធាតុសរីរាង្គតាមតែអាចធ្វើបានកត្តាទី4ដែលតកតងជាមួយនឹងភាពពេញវ័យលឿនរបស់កុមារហ្នឹងគឺបណ្ដាលមកពីភាពតានតឹងនិងបរិយាកាសគ្រួសារភាពតានតឹងផ្លូវចិត្តរ៉ាំរ៉ៃវាធ្វើឲ្យប៉ះពាល់ទៅដល់មជ្ឈមណ្ឌលអរម៉ូននៃខួរក្បាលគឺយើងឃើញថាក្មេងដែលគាត់នៅក្នុងផ្ទះដែលពុកម្ដាយឆ្លោះគ្នាដែលអវត្តមានមេដាបេដាហ្នឹងឬមួយក៏មានការធ្វេសប្រហែសហ្នឹងគឺអាចឈានទៅដល់ភាពពេញវ័យមុនអាយុចឹងដំបូងមានជាក់ស្ដែងសម្រាប់ការពារក្មេងពេញវ័យមុនអាយុហ្នឹងគឺត្រូវរក្សាទម្លាប់និងស្ថិរភាពនៅផ្ទះចំណាយពេលវេលាប្រកបដោយគុណភាពជាមួយនឹងកូនមួយទល់នឹងមួយជារៀងរាល់ថ្ងៃយ៉ាងហោចឲ្យបានត្រឹម10នាទីក៏គ្រប់គ្រាន់ដែរលើកទឹកចិត្តឲ្យមានការសន្ទនាបើកចំហគន្លឹះចុងក្រោយសម្រាប់ឪពុកម្ដាយភាពពេញវ័យលឿនមិនមែនជាអ្វីដែលយើងអាចគ្រប់គ្រងបាននោះទេប៉ុន្តែការជ្រើសរើសរបៀបរស់នៅគឺវាមានសារៈសំខាន់ណាស់ជាមួយនឹងអាហារមានសុខភាពល្អបរិយាកាសកាន់តែសុវត្ថិភាពនិងស្ថិរភាពផ្លូវចិត្តយើងមិនត្រឹមតែអាចជួយពន្យាភាពពេញវ័យលឿនរបស់កូនទេយើងជួយឲ្យកូននឹងមានសុខភាពយូរអង្វែងទៀត